បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកតឡើងកម្មវិធី YouTube ដែលខ្ញុំតឡើងនៅក្នុង VisualBox ដែលខ្ញុំមាន2 file នឹងស្រាប់តែយើងក៏អាច download នៅក្នុង Google បានដែរយើងអាចចូល Google ដើម្បី download វាគឺយើងទី1 VisualBox យើងត្រូវការ VisualBox មុនយើងវាយពាក្យ VisualBox download មកយើងចូលទៅកាន់ website download វាហើយយើងជ្រើសយក Windows Host មកដែលមាន version 7.2.4 ហើយជាមួយនឹង Ubuntu យើងអាចវាយ Ubuntu download មកយើងចូលទៅកាន់ website Ubuntu ហើយយើងជ្រើសយក LTS ដែលវា lifetime support stable ដែល version stable របស់វាគឺយើង download មកតមកខ្ញុំធ្វើការបើក VisualBox ដែលខ្ញុំបាន install ហើយនេះគឺ VisualBox ខ្ញុំធ្វើការតឡើង Ubuntu យើងចុចកន្លែង new ហើយយើងវាយឈ្មោះយើងដាក់ Ubuntu server ហើយនេះទីតាំង file យើងចង់ដាក់នៅទីតាំងកន្លែងណាខ្ញុំធ្វើការដាក់នៅ drive D នៅ Linux នេះហើយ Linux ហ្នឹងខ្ញុំបង្កើត folder ថ្មីដាក់ Ubuntu server ហើយជ្រើសយកទីតាំងនឹងដាក់ហើយ file ISO ដែលយើងមានបាញ់មិញហ្នឹងយើងទៅរើសយកវាដាក់មក file ISO នៅ Linux នេះគឺ file ISO វាហើយយើងធ្វើការចុច next យ៉ាងនេះយើងដាក់ឈ្មោះយើងមកគឺចម្រងឈ្មោះខ្ញុំហើយ password ខ្ញុំដាក់យើងចុច next ហើយយើងជ្រើស memory មកខ្ញុំធ្វើការដាក់ 4W អូខេហើយកន្លែងនេះខ្ញុំយក4 CPU ហើយជាមួយ side disk ខ្ញុំដាក់ 50G ធ្វើការនេះមក tick ហើយ finish អញ្ចឹងវានឹង run ចាំផ្លែវានឹង run YouTube server ចុចមកយើងជួយនោះយើងចុចmouse này 3 boot មកនេះដែលមកដល់កន្លែងនេះវាធ្វើការ install YouTube ចូលនេះនៅពេលដែលយើងចាំវាដើរអស់ហើយវាឲ្យធ្វើការ login អញ្ចឹងយើងធ្វើការ login មកនេះខ្ញុំបាន login ហើយអញ្ចឹងខ្ញុំធ្វើការ update វាមួយសិនគឺ sudo apt update
យើងវាយ comment មួយទៀតគឺ apt list នេះយើងបានធ្វើការ update រួចរាល់ចឹងយើងវាយ comment ដែលលោកគ្រូបានដាក់ឲ្យគឺ who am I គឺចម្រងហើយមួយទៀត pwd បាទអញ្ចឹងយើងស្ថិតនៅលើ user ចម្រងបាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក run comment មួយចំនួននៅក្នុង YouTube server គឺទី1គឺយើងឲ្យ pwd ដែលយើងឈរនៅ home ហើយជាមួយនឹងចម្រងដែលហើយ list ls គឺ list directory យើងហើយយើងចូលទៅកាន់យើងវាយ comment cd desktop ដើម្បីចូលទៅកាន់ directory desktop ហ្នឹងហើយមួយទៀតយើងវាយ list មក directory desktop ហ្នឹងគឺអត់មានអីនៅក្នុងហ្នឹងទេអញ្ចឹងយើងបង្កើត directory មួយនៅក្នុង desktop គឺវាយ comment mkdir su30 ចឹងយើងបាន directory su30 មួយនៅក្នុងហ្នឹងហើយមួយទៀតយើងបង្កើត text file គឺយើង run comment type info.txt អញ្ចឹងគឺយើងបាន text file មួយហើយយើង run comment echo គឺយើងចង់ echo return នៅអ្វីដែលយើងវាយនៅក្នុង double quote ហ្នឹងគឺនេះវា return ចេញមកហើយអញ្ចឹងមួយទៀតយើងចង់ echo វាទៅក្នុង text file ដាក់វាទៅក្នុង text file គឺយើងវាយ echo hello ចម្រុងហើយយើងវាយនេះទៅកាន់ text file អញ្ចឹងយើងចង់សូវានៅ text file គឺ run comment ចង់ដឹងថាវាមាននៅក្នុង text file អត់គឺយើង run comment ccat info text file ហ្នឹងឈ្មោះអញ្ចឹងគឺវាមាននៅក្នុងហ្នឹងហើយមួយទៀតយើងអាចrun nano info text file គឺយើងចូលទៅកាន់វាយនៅក្នុង text file ហ្នឹងហ្មងគឺ from su30 អូខេចឹងយើងវាយហើយយើងចុច exit មកគឺនេះវាបានចឹងយើងធ្វើការ cat ទៅលើ text file ហ្នឹងម្ដងទៀតថាវាមានចូលព័ត៌មានមិញឬក៏អត់នេះគឺវាចេញមកហើយនៅក្នុងហ្នឹងបន្ទាប់មកយើងការ list វាយើង run comment ដើម្បី remove text file ហ្នឹងចេញវិញគឺយើងប្រើ comment rm ហើយឈ្មោះ text file ហ្នឹងគឺ remove ចេញហើយមួយទៀត run comment remove directory ចេញចង់ remove directory su30 ហ្នឹងគឺយើង run comment rm dir ហើយឈ្មោះ directory ហ្នឹងគឺយើងបានលុបចេញហើយមួយទៀត uname run comment uname គឺ linux ហើយ hostname គឺ YouTube server ហើយ comment យើងធ្វើការ update យើង run comment sudo apt update អូខេអញ្ចឹងវាទាមទារ password យើងអញ្ចឹងយើងវាយ password យើងមកនេះគឺវាធ្វើការ update ឲ្យយើងអូខេ update ហើយ
ហើយយើងអាចវាយ command មួយទៀត sudo apt upgrade ចឹងគឺស្រូវ upgrade ហើយយើងបាន update ហើយអស់ហើយបាទថ្ងៃនេះខ្ញុំមក install ASX និង enable ASX នៅលើ YouTube server ដែលទី1គឺយើង run command sudo update ដើម្បី check មើលថា update អស់នៅដើម្បីមុននឹងយើង install ASX បាទហ្នឹងហើយបន្ទាប់ពី update ហើយគឺយើងទៅ run command មួយទៀតដើម្បី install ASX គឺ run command sudo apt install open ASX server នេះខ្ញុំបាន install វារួចហើយមួយទៀតគឺយើងវាយ command មួយទៀតគឺ sudo system control ហើយ enable វាគឺច្រឡំវាយ command ខុសគឺ ASX ដោយសារនេះខ្ញុំប្រហែល enable ASX ហើយគឺយើងវាយ command មួយទៀតគឺ system control status ASX នេះគឺវា active ហើយគឺមិញហ្នឹងបាន enable ហើយយើងវាយ command មួយទៀត sudo ufw allow ASX នេះខ្ញុំបាន allow វាហើយមួយទៀតយើងឆែក IP address របស់យើងគឺ IP address ហើយមួយទៀតយើងចូលមកកាន់នៅលើ Windows យើងចូលមកកាន់ Windows PowerShell ហើយ run as administrator ដែលទី1គឺយើងធ្វើការ ping ទៅលើ address របស់យើងគឺ 192.168.118.116 អូខេនេះគឺវា ping ស្គាល់ហើយមួយទៀតយើងធ្វើការ run command មួយទៀតដើម្បី connect វាគឺ ASX username យើងមកចម្រុង add ហើយយើងធ្វើការវាយ IP address ដែលយើងបាន ping មក address ping របស់យើងហ្នឹងគឺយើងធ្វើការវាយ sorry yes ហើយវាយ password យើងអូខេនេះគឺវាបាន connect រួចរាល់នេះចម្រុងបាទជំរាបសួរលោកគ្រូខ្ញុំកៅចម្រុងថ្ងៃនេះខ្ញុំមក run command តាក់ទងមួយចំនួនដែលតាក់ទងឆែកជាមួយនឹង hardware ឬក៏ hardware ខាងក្នុងរបស់យើងគឺ command ទី1គឺ ls cpu ដែលយើងឆែកមើល CPU របស់យើងដែលទំហំប្រហែល32 bit ចឹងទៅហើយមួយទៀត command 8 top នេះគឺឆែកមើលវាដែរដែលក្នុងហ្នឹងវាមាន PID root របស់យើងចម្រុងអញ្ចឹងទៅហើយដើម្បីធ្វើការចេញហ្នឹងយើងចុច Ctrl C វានឹងចេញមកហើយ command មួយទៀតដែលគឺ free.h ដែល command នេះយើងមើល memory របស់យើង
ទំហំប្រមាណជីហើយប្រើប្រាស់អស់ប្រមាណហើយ command មួយទៀតគឺឆែកតាក់ទងជាមួយនឹង disk របស់យើងគឺ df.h នេះដែលទំហំ disk របស់យើងបានឆែកមើល disk ហើយប្រើប្រាស់អស់ប្រមាណជីហើយ command មួយទៀតដែលយើងឆែកពាក់ព័ន្ធជាមួយនឹង IP address របស់យើងគឺ IP addr នេះ IP address របស់យើងគឺវាសូមមកប៉ុណ្ណឹងហើយមួយទៀតយើង command មួយទៀតគឺ psaux ដែលយើងឆែកតាក់ទងជាមួយនឹងថាម៉ាស៊ីនយើង run application អីគេខ្លះដែលក្នុងនោះវាសូរច្រើនគឺ application តាក់ទងជាមួយនឹងច្រើនហើយវាមាន PID ហើយ command មួយទៀតដែលយើងចង់តាក់ទងជាមួយនឹងគឺ clear ហើយយើងដាក់ PID មួយណាដែលយើងចង់បិទ application ហ្នឹងអាហ្នឹងដូចជាលក្ខណៈ end tag នៅលើ counter យើងដែរអញ្ចឹងណាអញ្ចឹងគឺយើង clear មកហើយយើងវាយ ID ណា PID ណាដែលយើងចង់ close វាដោយ8838បើយើងចុច enter ទៅវានឹង close ឲ្យយើងមួយទៀតយើង run command sudo reboot យើងធ្វើការ restart វាយ password យើងចូលមកចឹង reboot វា close ហើយវាដោយសារខ្ញុំបើកនៅ Windows PowerShell នេះធ្វើការ reboot restart disconnect នេះហើយចូលមកទៀតហើយ command មួយទៀតដែលយើងអាចប្រើបិទ YouTube នៅ server ហ្នឹងហ្មងគឺ sudo power off វានឹងធ្វើការបិទ YouTube server យើងហ្មង
បាទជំរាបសួរលោកគ្រូដែលថ្ងៃនេះខ្ញុំមក run comment តាក់ទងជាមួយនឹង user management គឺ comment ទី1គឺ who am I ដែលចូលលើ user មកណាហើយ pwd ដែល current directory ហើយយើងធ្វើការ add user មកគឺ sudo user add .m/bin/bash ហើយឈ្មោះ user យើងមកកៅចម្រងចឹងមកអូខេ user យើងបានហើយយើងធ្វើការដាក់password ឲ្យ user ហ្នឹងគឺ run command sudo passwd កៅចម្រងអូខេ password ដដែល1 2 3 4អូខេ password ខ្ញុំបាន update ហើយអញ្ចឹងគឺយើងធ្វើការចូលទៅកាន់ user ហ្នឹងគឺ su ដកកៅចម្រង password 1 2 3 4ហ្នឹងធ្វើការចូល user ហ្នឹងហើយធ្វើការដាក់ who am I ថាយើងចូលលើ user ហ្នឹងមែនគឺកៅចម្រងហើយ pwd អូខេ home កៅចម្រងមួយទៀតគឺទៅយើងទៅបង្កើត directory គឺ mkdir directory ចម្រងមួយមកនេះបានចម្រងហើយយើងធ្វើការចាក់ចេញពី user ហ្នឹងគឺចុច run command exit ហើយគឺយើងធ្វើការ cat ឆែកមើល user ហ្នឹងគឺ etc/passwd នេះគឺ command user ហ្នឹងមកមួយហើយបាទជំរាបសួរលោកគ្រូដែលថ្ងៃនេះខ្ញុំមកសរសេរពាក់ព័ន្ធជាមួយនឹង comment ទៅលើ file permission ដែលនេះខ្ញុំបាន connect ទៅ SX ហើយដែលខ្ញុំបានប្រើ run command លើ SX server ដែលតកតងចំណុចទី1គឺយើងធ្វើការ create group ដែលមាន3ប្រភេទនេះ developer UI UI គឺយើង run command sudo group add developer មកបានមួយគឺ sudo group devops មួយទៀត sudo គឺ ux/ui គឺយើងបានគ្រប់ហ្នឹងហើយគឺយើងធ្វើការ cat ហើយមើល et group នេះដែល group 3មួយហ្នឹងយើងបង្កើតហើយគឺចឹងយើងចង់តកតងជាមួយនឹងចំណុចទី2គឺយើងធ្វើការ delete developer group ដែលគឺយើងធ្វើការ sudo group del developer នេះចឹងយើងធ្វើការ list មើលមកគឺបាត់ developer ចេញហើយចឹងយើងធ្វើការ add group developer វិញយើង cat មើលនេះមកវិញហើយតកតងមួយនឹង create back គឺចំណុចទី3មិញហើយ create file ដែល3ប្រភេទនេះគឺយើង run command type developer process.txt យើងដក clear វាយតមកគឺ ux/ui/process.txtនេះគឺយើងបាន create text file 3ហ្នឹងហើយយើង
ដែលពាក់ព័ន្ធនឹងចំណុចទី4 list long text ដែលយើងធ្វើការ ls ដក l មកនេះដែល file 3នេះ file 3ហ្នឹងមានហើយ run command ពាក់ព័ន្ធមួយចំណុចទី6គឺយើង change file permission ទៅ755គឺយើងត្រូវ run command chmod chmod 755 developer txt dev txt ដែលយើងធ្វើការ sudo mình đang dùng vai khó cứ cái nàyនេះគឺ developer process នេះគឺខ្ញុំឲ្យ file permission វាហើយដែលមានហើយធ្វើការ list មើលនេះ permission គឺវា change តាមហ្នឹងហើយមួយទៀតគឺយើងធ្វើការ chmod ដែល change file permission 6គឺ dev op ទៅ750អូខេដែលបន្ទាប់មកខ្ញុំធ្វើការ nano ធ្វើការសរសេរអក្សរនៅក្នុង text file ហ្នឹងគឺយើង run nano មកគឺ dev op process អូខេគឺ dev op Ctrl C ធ្វើការចាក់ចេញ Ctrl X យ៉ាស់មកCtrl X ដែលនេះខ្ញុំបានចាក់ចេញហើយបន្ទាប់មកគឺយើងធ្វើការ list មើលម្ដងទៀតនេះមានចំនួនតួអក្សរ character ពីដែល change file permission វាទៅ750ដើម្បីងាយស្រួលថាបញ្ជាក់ឲ្យវាយើងបង្ហាញទុកសូងបន្តទៀតដែលបន្ទាប់មកខ្ញុំធ្វើការ change គ្រប់ file ឈ្មោះគ្រប់ហ្នឹងគឺយើង run sudo chgrp គ្រប់ developer ហើយគឺខ្ញុំវាយ developer មកនេះដូរឈ្មោះហ្នឹងហើយតមកគឺយើង run ដូរឈ្មោះមួយទៀតគឺ dev op គឺ sudoគ្រប់គឺ ux ui នេះចឹងខ្ញុំធ្វើការ check មកដែលយើងបានដូរឈ្មោះហើយហ្នឹងនេះគឺ developer dev-op and ux ui បន្ទាប់មកខ្ញុំធ្វើការ run command ដែល create user 3នេះគឺ developer dev-op និង ux ui គឺ run command sudo add user គឺ user
developer មកនេះចឹងគឺយើងដាក់ password ទៀតនេះគេយកធ្វើការវាយ full name គឺ user developer ហើយនេះធ្វើការ skip មកគឺយើងចុច yes ហើយវាសួរពាក់ព័ន្ធ information យើងគឺត្រូវឬខុសអញ្ចឹងយើងធ្វើការ add user បន្ទាប់ទៀតគឺ user dev password ដដែលមកអូខេគឺ full name គឺ user dev ហើយធ្វើការ skip ទៀតអូខេ user មួយទៀតគឺ user UX UI password អូខេ full name user UX UI ហើយធ្វើការ skip មកទៀតអូខេតបមកខ្ញុំចូលទៅកាន់ get term passwd នេះដែលយើងបានបង្កើត user 3 user មុននេះតបមកធ្វើការrun command មួយដែលវា user ហ្នឹងចូលទៅកាន់គ្រប់វាមួយគឺយើង run sudo usermod .ag ធំ developer ហើយគឺ user developer ហើយ run command មួយទៀតគឺ3 user ហ្នឹងគឺ devops មក user devops ហើយមួយទៀតគឺ user UX UI UX UI user UX UI អញ្ចឹងខ្ញុំបាន change ហើយគឺយើង clear សិនមកដែលយើងធ្វើការចូលទៅ user su user developer នេះគឺយើងឈរលើ OMI user ហ្នឹងហើយគឺយើងធ្វើការ ls.l sudo 1 2 3 4ហើយធ្វើការ login ជាមួយនឹង user នេះហើយគឺយើងខ្ញុំអាចឈរលើ user ហ្នឹងអញ្ចឹងយើង exit ចូលទៅកាន់ user មួយទៀតគឺ su user devops នេះខ្ញុំចូលបានហើយគឺ who am I នេះ exit មួយទៀតគឺយើងធ្វើការចូលទៅកាន់ user UX UI